Susday om pumming nganing thenum natir. En alaning yung da puman mi bay en nang yosko da moro me pegram chol. Anang complete ta ko pumansen. Avi voilà en nang après yung da sko moro me pegram en nang yung ko avi lie knie. En nang da pain cha da moro me pay mililit yung da tik 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 en nang ko en nang après yung ko en yung da masao piro me pay gram da masao en nang après yung da masao nang ចាឥឡូវនេះត្រូវដូរម្ចាស់សម្លេងម្ដងឥឡូវដាក់ម្សៅ220ក្រាមហើយយើងកូរចូលគ្នាឲ្យម៉ត់ឲ្យសព្វសាច់ជាមួយនឹងពងមាន់ហ្នឹងបងប្អូនចាបន្តមកទៀតយើងដាក់ទៅដោះគោមកកូនចានចង្កឹះហ្នឹងយើងវាល់សម្រាប់នំមួយចាសម្រាប់ម្សៅ220ក្រាមដែលកូនយើងដាក់ហ្នឹងបងប្អូនបន្តមកគេថាស្ទើរថែមមួយទៀតនិយាយរួមទៅរៀនធ្វើតាម YouTube ហើយគេចាំងធ្វើហើយគេមិនធ្វើលើកទី1គេធ្វើពី3ដងហើយឥឡូវគេដាក់ baking soda ធម្មតាត្រូវដាក់ baking soda ហ្នឹងដាក់1ស្លាបព្រាបាយបងប្អូនតែកូននេះវាដាក់ពី3ដងអញ្ចឹងចាធម្មតាត្រូវដាក់1ស្លាបព្រាបាយសម្រាប់នំមួយដុំហ្នឹងចាតើមកយើងលាបប្រេងនៅលើពុំរបស់យើងតែយើងមិនមានពុំដាក់ខ្ទះចាដាក់ប្រេងលាបជុំវិញឲ្យសព្វចាបន្ទាប់ពីលាបរួចហើយគឺយើងចាក់ចូលនៅក្នុងពុំនឹងទាំងអស់ទៅបន្ទាប់មកយើងបើកភ្លើង180ចាហើយដាក់កម្ដៅលើក្រោមហើយដាក់ចន្លោះប្រហែលជា25នាទីនំនឹងគឺឆ្អិនតែម្ដងចានំពងទានឹងយើងអាចធ្វើញ៉ាំជាធម្មតាក៏បានឬក៏ចង់ថែមគ្រីមថែមឲ្យធ្វើជានំខួបកំណើតក៏បានដែរចាអរគុណច្រើនដែលបានទស្សនាវីដេអូចានេះគឺជារូបរាងនំនៅពេលដែលយើងដុតហើយបងប្អូនអរគុណ